Ok,ឥឡូវខ្ញុំមកប្រាប់អំពីការបំប្លែងអីដែលយើងបាន record នៅក្នុងOBS ភាគច្រើនវា record ចេញជា MKV ទៅជា file MKV អញ្ចឹងយើងអាចយក file MKV ហ្នឹងមកដាក់ដើម្បីឲ្យយើងអាច edit នៅក្នុង Adobe Premiere Pro បានទេនេះវាចេញ mixing អញ្ចឹងឲ្យយើងអញ្ចឹងវិធីសាស្ត្រមួយគឺយើងចូលនៅក្នុង app របស់វាមកអូខេអញ្ចឹងយើង click ទៅលើពាក្យ file នេះយើងយកពាក្យមួយហ្នឹងទេហើយគេឲ្យយើង select កន្លែងវីដេអូមួយណាដែលយើងចង់បំលែងទៅជា MP4 អញ្ចឹងយើង click ទៅលើអាសញ្ញាត្រី3ហ្នឹងហើយអូខេខ្ញុំរើសយកមួយនេះអូខេខ្ញុំ open and យើង click ទៅលើពាក្យ remove អូខេនេះអូខេយើងបានហើយ close វាអូខេហើយយើង click លើវាម្ដងទៀតអូខេនេះ file របស់យើងអញ្ចឹងយើង open យើងអាចយកវីដេអូហ្នឹងមកដាក់ដើម្បី edit នៅក្នុង Adobe Premiere Pro ជាការស្រេច